ការលាក់សមត្ថភាពពិតឬហៅថាការលាក់ក្រចកលាក់ពន្លឺគឺជាយុទ្ធសាស្ត្រជីវិតមួយដ៏ឆ្លាតវៃដែលត្រូវបានគេប្រើប្រាស់តាំងពីបុរាណកាលរហូតមកដល់បច្ចុប្បន្នវាមិនមែនជាការបន្ទាបតម្លៃខ្លួនឯងឬភាពកំសាន្តនោះទេប៉ុន្តែវាជាការគ្រប់គ្រងកាលៈទេសៈនិងការការពារខ្លួនខាងក្រោមនេះជាមូលហេតុនិងរបៀបនៃការលាក់សមត្ថភាពឲ្យមានប្រសិទ្ធភាពហេតុអ្វីបានជាយើងត្រូវលាក់សមត្ថភាពពិតខ្លះកាត់បន្ថយការច្រណែននិងការប៉ះទង្គិចនៅពេលដែលយើងលេចធ្លោខ្លាំងពេកវាអាចបង្កើតជាសម្ពាធដល់អ្នកដទៃនិងងាយបង្កើតសត្រូវដោយមិនដឹងខ្លួនសង្កេតមើលស្ថានភាពបានច្បាស់លាស់ល្អនៅពេលដែលមនុស្សជុំវិញខ្លួនគិតថាយើងធម្មតាពួកគេនឹងបង្ហាញចរិតពិតនិងមិនសូវមានការប្រុងប្រយ័ត្នជាមួយយើងឡើយវាធ្វើឲ្យយើងមើលឃើញលបែងក្នុងសង្គមបានកាន់តែច្បាស់រក្សាសុវត្ថិភាពនិងសេរីភាពបើអ្នកបង្ហាញថាពូកែគ្រប់រឿងគ្រប់គ្នានឹងទម្លាក់ការងារនិងការទទួលខុសត្រូវមកលើអ្នករហូតអ្នកគ្មានពេលផ្ទាល់ខ្លួនបង្កើតការភ្ញាក់ផ្អើលការបញ្ចេញសមត្ថភាពចំពេលវេលាឬចំពេលដែលចាំបាច់បំផុតនិងបង្កើតផលប៉ះពាល់និងតម្លៃខ្ពស់ជាងការបញ្ចេញវាចោលរាល់ថ្ងៃរបៀបលាក់សមត្ថភាពធ្វើឲ្យមើលទៅថ្លៃថ្នូរ1ធ្វើជាអ្នកស្ដាប់ច្រើនជាងអ្នកនិយាយមនុស្សពូកែពិតប្រាកដមិនចាំបាច់ដេញដោលឈ្នះរាល់ការសន្ទនានោះទេបើទោះបីជាអ្នកដឹងរឿងច្បាស់ក៏មិនបាច់ប្រញាប់កែតម្រូវឬបង្អួតចំណេះដឹងដែរគ្រាន់តែងក់ក្បាលទទួលយកនិងរៀនសូត្រពីមុំផ្សេងរបស់គេ2បង្ហាញភាពល្ងងខ្លៅក្នុងរឿងតូចតាចអ្នកប្រាជ្ញពិតប្រាកដជួនកាលធ្វើពុតជាល្ងងដើម្បីឲ្យមនុស្សល្ងងមានអារម្មណ៍ថាខ្លួនឯងឆ្លាតការសុំជំនួយពីអ្នកដទៃលើរឿងតូចតាចទោះបីជាអ្នកអាចធ្វើបានក៏ដោយគឺជាវិធីសាស្ត្រទិញចិត្តមនុស្សដ៏ល្អបំផុតព្រោះវាធ្វើឲ្យគេមានអារម្មណ៍ថាគេមានតម្លៃ3កុំប្រជែងយកពន្លឺពីមេកើយឬមិត្តភ័ក្តិនៅក្នុងសៀវភៅ48 Love of Power ច្បាប់ទី1បាននិយាយថាកុំធ្វើឲ្យចៅហ្វាយនេះលេចធ្លោតិចជាងអ្នកបើអ្នកចង់បង្ហាញសមត្ថភាពត្រូវធ្វើឡើងក្នុងន័យជួយជំរុញឲ្យក្រុមឬមេកើយទទួលបានជោគជ័យមិនមែនដើម្បីជន់ពន្លឺរបស់ពួកគេទេ4រក្សាលទ្ធផលឲ្យស្ងៀមស្ងាត់ទុកឲ្យលទ្ធផលការងារជាអ្នកនិយាយជំនួសមាត់អ្នកមិនបាច់ប្រកាសប្រាប់ពិភពលោកថាអ្នកកំពុងរៀនអ្វីធ្វើអ្វីឬមានគម្រោងធំអ្វីនោះទេចូលធ្វើវាដោយស្ងាត់ហើយឲ្យភាពជោគជ័យជាអ្នកបង្កសម្លេងដោយខ្លួនឯងចំណាំការលាក់សមត្ថភាពមិនមែនជាការបិទឱកាសខ្លួនឯងនោះទេនៅពេលដែលឱកាសមាសមកដល់ឬនៅពេលដែលត្រូវការពីផលប្រយោជន៍ស្របច្បាប់របស់អ្នកចូលបញ្ចេញវាឲ្យអស់ពីទំហឹងដើម្បីឲ្យគេដឹងថាអ្នកមិនមែនមិនចេះនោះទេគឺគ្រាន់តែមិនតន់ចង់បញ្ចេញតែប៉ុណ្ណោះការលាក់សមត្ថភាពឬការធ្វើខ្លួនជាខ្លាលាក់ក្រចកគឺជាសិល្បៈនៃការរស់នៅដ៏មានឥទ្ធិពលមួយវាមិនមែនជាការបន្ទាបតម្លៃខ្លួនឯងឬភាពកំសាន្តនោះទេប៉ុន្តែវាជាយុទ្ធសាស្ត្រគ្រប់គ្រងជីវិតដើម្បីបង្កើនផលប្រយោជន៍ធំជាច្រើនដូចជាបង្កើតសុវត្ថិភាពដល់ខ្លួនកាត់បន្ថយការច្រណែនគ្នានេះក្នុងសង្គមមនុស្សភាគច្រើនមិនសូវសប្បាយចិត្តឡើយនៅពេលឃើញអ្នកដទៃលេចធ្លោជាងខ្លួនការលាក់សមត្ថភាពជួយកាត់បន្ថយការខ្លាចជាផ្ទាំងស៊ីបនៃការច្រណែនឬការចាក់រុកពីសំណាក់មនុស្សជុំវិញខ្លួនជៀសវាងការប៉ះពាល់ឬប៉ះទង្គិចជាមួយអ្នកធំឬមេកើយការបញ្ចេញពន្លឺខ្លាំងពេកអាចធ្វើឲ្យអ្នកមានអំណាចឬប្រធានមានអារម្មណ៍ថាដកដង្ហើមមិនស្រួលឬខ្លាចអ្នកដណ្ដើមតំណែងការធ្វើខ្លួនធម្មតាជួយឲ្យអ្នករស់នៅបានសុខសាន្តនិងមានស្ថិរភាពការងារ2ទទួលបានសេរីភាពនិងការមិនរំខាន Time and Energy Management មិនបាច់រែកពុនការងារមិនបានការនៅពេលដែលមនុស្សគ្រប់គ្នាដឹងថាអ្នកពូកែគ្រប់រឿងពួកគេនឹងរត់មករកអ្នកឲ្យជួយជានិច្ចរាប់តាំងពីរឿងធំរហូតដល់រឿងកំប៉ិចកំប៉ុកការលាក់សមត្ថភាពខ្លះជួយឲ្យអ្នកមានពេលវេលាផ្ទាល់ខ្លួនដើម្បីអភិវឌ្ឍជំនាញពិតប្រាកដរបស់អ្នកកាត់បន្ថយសម្ពាធការងារពីការរំពឹងទុកបើអ្នកបង្ហាញថាខ្លួនឯងជាមនុស្សល្អឥតខ្ចោះគ្រប់គ្នានឹងរំពឹងខ្ពស់ពីអ្នកគ្រប់ពេលនៅពេលអ្នកធ្វើខុសបន្តិចបន្តួចអ្នកនឹងរងការរិះគន់ខ្លាំងប៉ុន្តែបើអ្នកធ្វើខ្លួនធម្មតាទោះធ្វើខុសក៏គ្មានអ្នកណាចាប់ទោសអូសដំណើរហើយបើធ្វើបានល្អវានឹងក្លាយជា
ការកោតសរដ៏មានឥទ្ធិពលពេលដងងាយស្រួលសង្កេតមើលចរិតមនុស្សមើលឃើញចរិតពិតរបស់មនុស្សនៅពេលដែលមនុស្សជុំវិញខ្លួនគិតថាអ្នកគ្មានខួរក្បាលគ្មានអំណាចអ្វីពួកគេនឹងទម្លាក់របាំងការពារខ្លួនហើយបង្ហាញធាតុពិតចេតនាពិតនិងចំណុចខ្សោយរបស់ពួកគេមកឲ្យអ្នកឃើញយ៉ាងច្បាស់ដឹងថាអ្នកជាមិត្តពិតមនុស្សដែលចូលមកក្បែរអ្នកទាំងដែលគិតថាអ្នកគ្មានសមត្ថភាពឬគ្មានប្រយោជន៍សម្រាប់គេគឺមនុស្សដែលរាប់អានអ្នកដោយចិត្តស្មោះពិតប្រាកដ4បង្កើតឥទ្ធិពលបំផ្លិចបំផ្លាញនៅពេលចាំបាច់ The power of surprise វាយបកបានចំគោលដៅ strength surprise នៅក្នុងការចរចាពាណិជ្ជកម្មឬការប្រកួតប្រជែងការដែលប្រកួតមើលស្រាលអ្នកគឺគុណសម្បត្តិធំបំផុតរបស់អ្នកពួកគេនឹងមិនមានការប្រុងប្រយ័ត្នហើយនៅពេលដែលអ្នកបញ្ចេញសមត្ថភាពពិតចំពេលវេលាសមស្របអ្នកនឹងអាចគ្រប់គ្រងស្ថានភាពទាំងស្រុងបានបង្កើនតម្លៃនៃសមត្ថភាពអ្វីដែលកម្រតែងតែមានតម្លៃសមត្ថភាពដែលបញ្ចេញមកតិចតួចតែចំចំណុចសំខាន់គឺមានឥទ្ធិពលនិងគួរឲ្យគោរពជាងសមត្ថភាពដែលបញ្ចេញចោលរាល់ថ្ងៃរហូតដល់ស៊ាំភ្នែកដំបូលមានមាសការលាក់សមត្ថភាពប្រៀបដូចជាការសន្សំសំចៃក្របរំសេវមិនមែនមានន័យថាត្រូវលាក់រហូតដល់គេចាត់ទុកយើងជាមនុស្សអសមត្ថភាពនោះទេប៉ុន្តែគឺដឹងពីកាលៈទេសៈដែលត្រូវលាក់និងពីពេលវេលាដែលត្រូវបញ្ចេញការរក្សាតម្លៃនិងអរិយាប័ត្រល្អនៅក្នុងសង្គមការងារគឺជាគន្លឹះដ៏សំខាន់បំផុតក្នុងការកសាងភាពជោគជ័យទំនុកចិត្តនិងទំនាក់ទំនងល្អជាមួយសហការីថ្នាក់ដឹកនាំវាមិនត្រឹមតែបង្ហាញពីអាជីពការងារ professional របស់អ្នកប៉ុណ្ណោះទេប៉ុន្តែថែមទាំងជួយឲ្យអ្នកមានការរីកចម្រើនក្នុងអាជីពយូរអង្វែងទៀតផងខាងក្រោមនេះជាចំណុចសំខាន់ដែលអ្នកគួរអនុវត្តដើម្បីរក្សាតម្លៃនិងអរិយាប័ត្រល្អក្នុងកន្លែងធ្វើការ 1. ភាពស្មោះត្រង់និងការគោរព Integrity and respect រក្សាពាក្យសន្យានិងការទទួលខុសត្រូវធ្វើការងារឲ្យទាន់ពេលវេលានិងទទួលស្គាល់កំហុសប្រសិនបើមានការខុសឆ្គងដោយមិនទម្លាក់កំហុសឲ្យអ្នកដទៃគោរពអ្នកដទៃផ្ដល់តម្លៃដល់មតិយោបល់ពេលវេលានិងតួនាទីរបស់សហការីគ្រប់ជាន់ថ្នាក់ទោះបីជាមានទស្សនៈខុសគ្នាក៏ដោយជៀសវាងការនិយាយដើមឬការបង្កើតពាក្យចចាមអារាមក្នុងការិយាល័យនិងបំផ្លាញទំនុកចិត្តនិងតម្លៃខ្លួនឯងយ៉ាងខ្លាំង 2. ការប្រកបការងារដោយវិជ្ជាជីវៈគោរពពេលវេលាមកធ្វើការនិងចូលរួមប្រជុំឲ្យទាន់ពេលវេលាគោរពពេលវេលាបង្ហាញពីការឲ្យតម្លៃលើការងារនិងពេលវេលារបស់អ្នកដទៃការស្លៀកពាក់និងការនិយាយស្ដីស្លៀកពាក់ឲ្យបានសមរម្យទៅតាមបរិយាប័ន្ននៃក្រុមហ៊ុននិងប្រើប្រាស់ភាសាប្រកបដោយការគួរសមមិនថាជាការនិយាយផ្ទាល់ឬតាមរយៈសារអ៊ីមែលឬឆាតឡើយបំបែករឿងបុគ្គលនិងរឿងការងារមិនត្រូវយកអារម្មណ៍ផ្ទាល់ខ្លួនឬបញ្ហានៅផ្ទះមកលីឡំនឹងធ្វើឲ្យប៉ះពាល់ដល់ប្រសិទ្ធភាពការងារនោះ 3. ការប្រកបដោយបញ្ញាស្មារតីនិងការយល់ចិត្ត Empathy and emotional intelligence ការគ្រប់គ្រងអារម្មណ៍នៅពេលជួបសម្ពាធឬបញ្ហាប្រឈមត្រូវរក្សាភាពស្ងប់ស្ងាត់និងដោះស្រាយបញ្ហាដោយប្រើហេតុផលជាជាងការប្រើអារម្មណ៍មួម៉ៅការយល់ចិត្ត Empathy ព្យាយាមស្វែងយល់និងចែករំលែកការលំបាកជាមួយសហការីនៅពេលដែលពួកគេត្រូវការជំនួយ 4. ស្មារតីការងារក្រុម Teamwork ការសហការបើកចិត្តឲ្យទូលាយក្នុងការធ្វើការជាមួយអ្នកដទៃចែករំលែកចំណេះដឹងនិងគាំទ្រជោគជ័យរបស់ក្រុមផ្ដល់មតិស្ថាបនា Constructive feedback នៅពេលផ្ដល់មតិយោបល់ត្រូវផ្ដោតលើការកែលម្អការងារមិនមែនវាយប្រហារលើបុគ្គលនោះទេការរំលឹកខ្លួនឯងតម្លៃរបស់អ្នកមិនមែនស្ថិតលើតែសមត្ថភាពការងារដែលអ្នកមាននោះទេប៉ុន្តែវាស្ថិតនៅលើរបៀបដែលអ្នកប្រព្រឹត្តទៅលើអ្នកដទៃនិងការទទួលខុសត្រូវចំពោះមុខការងាររបស់អ្នកតើអ្នកកំពុងជួបប្រទះស្ថានភាពជាក់លាក់ណាមួយក្នុងកន្លែងធ្វើការដែលចង់ឲ្យខ្ញុំជួយផ្ដល់គំរូបន្ថែមដែរឬទេពិតជាបានដោយរីករាយបំផុតដើម្បីជាគំនិតបន្ថែមកាន់តែចំចំណុចនិងមានប្រយោជន៍សម្រាប់ស្ថានភាពរបស់អ្នកខ្ញុំសូមលើកយកនៅយុទ្ធសាស្ត្រនិងវិធីសាស្ត្រដោះស្រាយបញ្ហាជាក់ស្ដែងមួយចំនួនក្នុងសង្គមការងារមកចែករំលែក 1. ដោះស្រាយនៅពេលមានមតិខុសគ្នានៅក្នុងកន្លែងធ្វើការមានមតិផ្ទុយគ្នាជារឿងជៀសមិនផុតឡើយដើម្បីរក្សាតម្លៃនិងអរិយាប័ត្រល្អអ្នកអាចផ្ដោតលើបញ្ហាមិនមែនបុគ្គលបើឃ្លាដូចជាខ្ញុំយល់ថាចំណុចត្រង់នេះយើងអាចធ្វើបែបនេះជាជាងនិយាយថាគំនិតរបស់អ្នកខុសហើយ
ស្ដាប់ដើម្បីយល់មិនមែនស្ដាប់ដើម្បីតតាំងបើកចិត្តស្ដាប់ហេតុផលរបស់ភាគីម្ខាងទៀតឲ្យចប់សិនមុននឹងយើងពន្យល់ពីទស្សនៈរបស់យើង 2. របៀបឆ្លើយតបទៅនឹងការរិះគន់នៅពេលទទួលបានការរិះគន់ឬការស្ដីបន្ទោសពីប្រធានឬសហការីរក្សាភាពស្ងប់ស្ងាត់ជៀសវាងការឆ្លើយតបភ្លាមៗក្នុងអារម្មណ៍កំពុងក្តៅក្រហាយចាត់ទុកវាជាឱកាសរៀនសូត្រឆ្លើយតបដោយភាពថ្លៃថ្នូរអរគុណសម្រាប់ការផ្ដល់មតិខ្ញុំនឹងយកចំណុចនេះទៅកែសម្រួលឲ្យកាន់តែល្អ 3. បង្កើតព្រំដែនក្នុងការងារការធ្វើបុគ្គលិកល្អមិនមែនមានន័យថាត្រូវឆ្លើយបាទឬចាស់ចំពោះគ្រប់រឿងនោះទេចេះបដិសេធដោយគួរសម saying no បើអ្នកមានការងារពេញដៃហើយមានគេយកការងារមកថែមអ្នកអាចនិយាយថាខ្ញុំពិតជាចង់ជួយណាស់ប៉ុន្តែបច្ចុប្បន្នខ្ញុំកំពុងផ្ដោតលើគម្រោង A ឲ្យទាន់ពេលបើខ្ញុំទទួលធ្វើរឿងនេះអាចនឹងមិនទាន់ទេជៀសវាងការលូកដៃចូលរឿងផ្នែកផ្សេងៗបើមិនមែនជាតួនាទីឬទទួលខុសត្រូវរបស់អ្នកទេមិនគួរលូកដៃជ្រៅពេកឡើយវានាំឲ្យមានការយល់ច្រឡំ 4. ការកសាងទំនាក់ទំនងល្អពាក្យស្លោកប្រចាំថ្ងៃប្រើពាក្យអរគុណសុំទោសនិងជម្រាបសួរសួស្ដីឲ្យបានជារឿយៗវាជារូបមន្តស្នេហ៍ដ៏មានឥទ្ធិពលការសរសើរដោយស្មោះនៅពេលឃើញសហការីធ្វើបានល្អគួរពោលពាក្យសរសើរឬអបអរសាទរគេដើម្បីឲ្យខ្ញុំជួយបានកាន់តែលម្អិតតើអ្នកកំពុងជួបប្រឈមនឹងស្ថានភាពជាក់លាក់ណាមួយមែនទេឧទាហរណ៍មានបញ្ហាជាមួយប្រធានការងារសហការីមិនសហការអារម្មណ៍ stress នឹងការងារឬចង់សុំឡើងតំណែងអ្នកអាចចែករំលែកខ្ញុំបានខ្ញុំនឹងជួយរកដំណោះស្រាយជូន